ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលនាព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026ក្រោមអធិបតីភាពលោកឈិនស៊ីងួនអភិបាលរងខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តដែលមានការអញ្ជើញចូលរួមពីលោកលីចន្ទរិននាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងថ្នាក់ដឹកនាំមន្ទីរជំនាញខេត្តអភិបាលក្រុងស្រុងលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនតំណាងសហគ្រាសនិងដៃគូអភិវឌ្ឍន៍នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងមានប្រសាសន៍ក្នុងឱកាសនោះលោកឈិនស៊ីងួនបានបញ្ជាក់ថាដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្សជាពិសេសការកសាងនូវកម្លាំងពលកម្មជំនាញដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដើម្បីធានាថាយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតឲ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មសេដ្ឋកិច្ចនិងសង្គម Digital និងសេដ្ឋកិច្ចបៃតងលោកអភិបាលរងមានប្រសាសន៍បន្តទៀតថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើរតួសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងជំរុញការលើកកម្ពស់ជីវភាពកាន់តែល្អប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដើម្បីប្រែក្លាយក្តីសុបិនក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិតរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការកែតម្រង់ស៊ីជម្រៅនៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមុខបានដែលងាយស្រួលនិងបើកឱកាសឲ្យធ្វើការសម្រេចចិត្តសិក្សានៅពេលណាទីកន្លែងណានៅវេទិណាក៏បានស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ